មេរៀនបន្តពីផ្នែករបាយការណ៍ទៅខ្ញុំសូមបង្ហាញអំពីផ្នែកមួយទៀតគឺផ្នែកនៃការកំណត់នៅក្នុងនោះគឺរួមមាននៅក្នុងផ្នែកកំណត់នេះមានច្រើនមានរួមមានដូចជារូបិយប័ណ្ណបាទជាស្រ័យមានរូបិយប័ណ្ណតួនាទីអ្នកប្រើប្រាស់និងកំណត់ត្រាបាទអញ្ចឹងរូបិយប័ណ្ណនេះគឺយើងសម្រាប់កត់ត្រានៅអត្រាប្តូរប្រាក់របស់រូបិយប័ណ្ណនីមួយៗបាទគឺយើងមានឧទាហរណ៍ដុល្លារគឺ$1បាទហើយប្រាក់រៀលយើងដូរទៅជា$1គឺ4100បាទឧទាហរណ៍យើងអាចបង្កើតថ្មីបង្កើតថែមជាលុយបាតលុយអីជាដើមហើយយើងអាចកែប្រែវាផងដែរបាទរីឯផ្នែកជាបន្តទៀតនេះនៅពេលដែលយើងចង់បង្កើតឲ្យនរណាម្នាក់អាចប្រើប្រាស់ប្រព័ន្ធនេះបានដោយផងដែរនោះគឺយើងត្រូវបែងចែកនៅក្នុងទូនាទីជាមុនសិនបាទចាំបន្តិចបាទផ្នែកទូនាទីនេះគឺយើងអាចចុចបង្កើតឬក៏កែប្រែក៏បានបាទគឺទី1យើងត្រូវបង្កើតឲ្យមានទូនាទីមួយជាមួយទូនាទីណាមួយសិនឧទាហរណ៍នៅពេលខ្ញុំចុចកែប្រែមួយគឺទូនាទីជា administrator គឺយើងអាចបំពេញនៅឈ្មោះហើយនឹងពណ៌នាហើយចុចកែប្រែជាអាចបង្កើតក៏បានកែប្រែក៏បានដូចគ្នាបាទហើយបន្តមកយើងអាចលុបចោលក៏បានម្យ៉ាងមួយទៀតគឺមានរូបមនុស្សនេះគឺសិទ្ធិប្រើប្រាស់សិទ្ធិឧទាហរណ៍ទូនាទីមួយហ្នឹងមានសិទ្ធិប្រើប្រាស់អីខ្លះក្នុងប្រព័ន្ធហ្នឹងបាទពេលយើងចុចទៅហើយចាំបន្តិចបាទនេះមកផ្នែក stock ក៏ធ្វើអ្វីបានខ្លះអតិថិជនក៏អាចធ្វើអីបានខ្លះដាក់តម្លៃឬក៏លក់ទិញចូលចំណាយរបាយការណ៍ធុងសម្រាមកំណត់អីហ្នឹងគឺមានទូនាទីខ្លៅឧទាហរណ៍ផ្នែក stock មានច្រើនគឺឧទាហរណ៍ថាផ្នែក stock មួយទូនាទីគ្រប់គ្រងទំនិញគឺមានបង្កើតកែប្រែលុបហ្នឹងបើយើងដក tick ណាមួយគឺมันមានសិទ្ធទេតែមាន tick ទាំងអស់អញ្ចឹងគឺមានថាមានសិទ្ធទាំងអស់បើយើងដក tick ទំនិញពីលើនេះមួយគឺមានថាក្នុង stock ហ្នឹងគឺអត់ឃើញទំនិញទេតែបើយើងដាក់ tick មួយតែដក tick ដក tick មួយចំនួនដូចជាมันអាចកែប្រែมันអាចលុបពីយើងដក tick ចេញទៅគឺมันអនុញ្ញាតឲ្យកត់ត្រាទេតែបើយើង tick គឺអនុញ្ញាតបាទតបមកនៅពេលដែលចប់ការងារហើយនៅគ្រប់ផ្នែកគឺដូចគ្នាទាំងអស់បាទនៅគ្រប់ផ្នែកហើយយើងអាចនៅពេលដែលយើងចុចអស់ហើយគឺយើងអាចកែប្រែបានបាទនៅពេលដែលយើងបានបង្កើតទូនាទីហើយប៉ុន្តែទូនាទីមួយយើងអាចកំណត់ឲ្យអ្នកប្រើប្រាស់បានច្រើនឧទាហរណ៍អ្នកប្រើប្រាស់ខ្ញុំអាចបង្កើតឧទាហរណ៍ថាយើងមានច្រើនអ្នកប្រើប្រាស់ព្រោះអ្នកប្រើប្រាស់មួយគាត់មានឈ្មោះសម្ងាត់របស់គាត់នឹងផ្សេងគ្នាហើយនឹងពាក្យសម្ងាត់របស់គាត់ក៏ផ្សេងគ្នាដែរហើយចំពោះការប៊ូតុងគឺដូចគ្នាគ្រប់កន្លែងគឺបង្កើតនិងកែប្រែឧទាហរណ៍ថាឈ្មោះម្នាក់នេះឈ្មោះឆាងបាទយើងចុចកែប្រែមកយើងនឹងឃើញហើយទូនាទីគាត់ជានេះ administrator បាទនេះឈ្មោះសម្ងាត់ត្រូវជាភាសាអង់គ្លេសហើយអក្សរទូចទាំងអស់រីឯពាក្យសម្ងាត់គឺយើងអាចប្រើអក្សរទូចអក្សរធំបូកជាមួយនឹងលេខរីឯតួនាទីយើងអាចជ្រើសបន្ទាប់ពីយើងបង្កើតឲ្យមុននឹងបន្តិចហ្នឹងហើយបន្ទាប់មកឈ្មោះរបស់គាត់ឈ្មោះជាភាសាខ្មែររបស់គាត់លើគឺជាឈ្មោះសម្ងាត់សម្រាប់ចូលប្រព័ន្ធរីឯឈ្មោះមួយទៀតសម្រាប់បង្ហាញនៅខាងលើនេះបាទបន្ទាប់មកទូរស័ព្ទលេខទូរស័ព្ទសារហើយនឹងពណ៌មួយផ្សេងៗហើយឃ្លាំងដែលគាត់កាន់បាទដែលគាត់ធ្វើនៅបាទហើយដល់ពេលចប់យើងចុចកែប្រែជាការស្រេចវាមានផ្នែកមួយនៅខាងក្រោមគេទៀតនោះគឺផ្នែកកំណត់ត្រាប្រព័ន្ធកំណត់ត្រានេះគឺបង្ហាញអំពីទិន្នន័យនៃការប្រើប្រាស់ក្នុងប្រព័ន្ធឧទាហរណ៍ថ្ងៃនេះគឺជាថ្ងៃ22ខែ12បាទយើងអាចចុចមើលបានថាក្នុងប្រព័ន្ធហ្នឹងមានប្រើប្រាស់អីខ្លះគឺទី1មាន user access application មាន admin login មានណា view អីខ្លះណាចូល warehouse អីខ្លះបាទនេះ adjust stock for item យើងទៅមើល report ណាខ្លះបាទណាគឺថា user admin គាត់មើល report អីខ្លះបាទជាដើមនេះគឺជាប្រព័ន្ធអញ្ចឹងដល់ពេលនេះ
ខ្ញុំសូមបញ្ចប់នៅការបង្ហាញអំពីប្រព័ន្ធ KSVC របស់ក្រុមសេវាកម្មខ្មែរយើងសូមអរគុណសូមជម្រាបលា